សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនាងខ្ញុំឈ្មោះកឹមសុថារីគឺជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះស៊ីសវត្តក្នុងកម្មវិធីសាលារៀនចំនួនថ្មីថ្ងៃនេះគឺនាងខ្ញុំនឹងមកចែករំលែកលោកគ្រូអ្នកគ្រូអំពីយុទ្ធវិធីមួយនៃការបង្រៀននិងរៀនតាមបែបសកម្មលោកគ្រូអ្នកគ្រូប្រសិនបើយើងនិយាយអំពីការបង្រៀននិងរៀនតាមបែបសកម្មគឺយើងមានយុទ្ធវិធីក៏ដូចជាវិធីសាស្ត្រច្រើនណាស់ដែលកន្លងមកគឺនាងខ្ញុំបានចែករំលែកពាក់ព័ន្ធជាមួយនឹង mind map ដែលយើងហៅថាផែនទីគំនិតក៏ដូចជា gallery walk ហើយយើងក៏មាននៅយុទ្ធវិធីក៏ដូចជាវិធីសាស្ត្រផ្សេងទៀតដែរអំពីការបង្រៀននិងរៀនតាមបែបសកម្មដូចជា jigsaw KWL role play 3 step interview give one get one sing pair share ជាដើមហើយយុទ្ធវិធីក៏ដូចជាវិធីសាស្ត្រទាំងអស់នេះសុទ្ធតែបង្ហាញអំពីសកម្មភាពកូនសិស្សដែលរៀនតាមបែបសកម្មអញ្ចឹងគឺថ្ងៃនេះគឺនាងខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីយុទ្ធវិធីមួយគឺមានឈ្មោះថា 3 step interview តើលោកគ្រូអ្នកគ្រូធ្លាប់បានឮឈ្មោះ 3 step interview នេះពីមុនមកដែរឬទេប្រសិនបើលោកគ្រូអ្នកគ្រូមិនធ្លាប់ដែរបានឮទេឬក៏ធ្លាប់បានឮតិចឬក៏ធ្លាប់បានឮច្រើនមកហើយថ្ងៃនេះគឺនាងខ្ញុំនឹងទៅចែករំលែកលោកគ្រូអ្នកគ្រូអំពីយុទ្ធវិធី 3 step interview នេះឲ្យកាន់តែលម្អិតចា៎ចឹងប្រសិនបើយើងនិយាយអំពី 3 step interview យើងអាចបកជាភាសាខ្មែរបានថាបទសម្ភាសន៍3ជំហានតើអ្វីទៅគឺជាបទសម្ភាសន៍3ជំហានឬក៏យើងហៅថាតើអ្វីទៅជា 3 step interview 3 step interview គឺជាយុទ្ធវិធីមួយនៃការបង្រៀននិងរៀនតាមបែបសកម្មដែលធ្វើឲ្យសិស្សមានការសហការគ្នាបានយ៉ាងល្អដោយមានការចូលទៅក្នុងក្រុមនៃសមាជិករបស់កូនសិស្សគឺចំនួន3នាក់ចា៎អញ្ចឹងគឺមានន័យថានៅក្នុងថ្នាក់រៀនទាំងមូលគឺយើងបែងចែកកូនសិស្សជាក្រុមតូចៗដែលមានសមាជិកគឺត្រឹម3នាក់គឺมันអាចមាន2នាក់ទេហើយក៏มันអាចមាន4នាក់ដែរគឺមាន3នាក់ចាប៉ុន្តែក្នុងករណីប្រសិនបើចំនួនកូនសិស្សរបស់យើងគឺយើងចែកមួយក្រុមទៅមានសមាជិក3នាក់ហើយនៅសល់កូនសិស្សអាចថាម្នាក់ឬក៏2នាក់អញ្ចឹងអាចថាមួយក្រុមឬក៏2ក្រុមនឹងមានសមាជិក4នាក់ក៏បានដែរអញ្ចឹងគឺយើងធ្វើការបត់បែនទៅតាមហ្នឹងចាហើយកូនសិស្សដែលនៅក្នុងក្រុមមានសមាជិក3នាក់ហ្នឹងតើគាត់នឹងធ្វើអ្វីចាអញ្ចឹងកូនសិស្សគឺ3នាក់នៅក្នុងក្រុមហ្នឹងគឺគាត់នឹងត្រូវបដូរតួនាទីគ្នាម្ដងម្នាក់រហូតគាត់ម្នាក់ហ្នឹងគឺទទួលបានតួនាទី3ខុសៗគ្នាហើយសួរថាតើតួនាទី3ដែលខុសៗគ្នាហ្នឹងគឺជាតួនាទីអីខ្លះទៅចាអញ្ចឹងគឺតួនាទីនោះគឺជាតួនាទីអ្នកសម្ភាសមានន័យថាអ្នកដែលចាំសួរសំណួរគេត្រូវអត់ចាអញ្ចឹងអ្នកសម្ភាសនឹងភាសាអង់គ្លេសយើងហៅថា interviewer ចាហើយតួនាទីមួយទៀតនោះឬក៏យើងហៅថាតួនាទីទី2នោះគឺជាអ្នកត្រូវបានគេសម្ភាសមានន័យថាអ្នកដែលចាំឆ្លើយសំណួរចាភាសាអង់គ្លេសយើងហៅថា interviewee និងតួនាទីទី3គឺជាតួនាទីអ្នកកត់ត្រាភាសាអង់គ្លេសយើងហៅថា reporter ចាអញ្ចឹងអ្នកកត់ត្រាគឺនឹងកត់ត្រានៅចំណុចសំខាន់ចាអញ្ចឹងក្រោយពីយើងអនុវត្តនៅយុទ្ធវិធី 3 step interview នេះកូនសិស្សម្នាក់ក្នុងចំណោមសមាជិករបស់គាត់3នាក់ហ្នឹងគឺនឹងបានដើរតួនាទីគ្រប់ទាំង3គឺជាអ្នកសម្ភាសអ្នកត្រូវបានគេសម្ភាសនិងអ្នកកត់ត្រាចាអញ្ចឹងខ្ញុំនឹងនាំលោកគ្រូអ្នកគ្រូទៅទស្សនាសកម្មភាពកូនសិស្សដែលខ្ញុំប្រើយុទ្ធវិធី 3 step interview នេះនៅក្នុងថ្នាក់រៀនរបស់ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងប្រធានបទដែលខ្ញុំលើកយកមកសិក្សានៅក្នុងថ្ងៃនេះគឺឲ្យកូនសិស្សរៀបចំគម្រោងដើម្បីធ្វើការវះកាត់សង្កេតអំពីខួរក្បាលរបស់សត្វមាន់ក្រោយពីគាត់រៀនអំពីមជ្ឈមណ្ឌលប្រាសាទរួចអញ្ចឹងគឺខ្ញុំប្រើនៅយុទ្ធវិធី 3 step interview នេះឥឡូវនេះគឺខ្ញុំធ្វើការបែងចែកកូនសិស្សដោយឲ្យកូនសិស្សគឺចាប់ក្រុមមានសមាជិកក្នុងក្រុមរបស់គាត់គឺ3នាក់ចាអញ្ចឹងគឺខ្ញុំឲ្យពួកគាត់ឈរហើយខ្ញុំប្រើវិធីចាប់ក្រុមដោយដំបូងគឺឲ្យគាត់រត់ទៅរកម្នាក់ពាក់វ៉ែនតានិង2នាក់ទៀតអត់ពាក់វ៉ែនតាដោយសារតែខ្ញុំសង្កេតឃើញថាកូនសិស្សគឺអ្នកពាក់វ៉ែនតាតិចជាងអ្នកអត់ពាក់វ៉ែនតាចាអញ្ចឹងឥឡូវនេះគឺគាត់បានចាប់ក្រុមហើយគឺក្នុងក្រុមរបស់គាត់មានសមាជិក3នាក់ចាប៉ុន្តែមានមួយក្រុមគឺសមាជិក4នាក់ចាគឺលើសចាអញ្ចឹងគឺខ្ញុំបានប្រាប់គាត់ថាត្រូវធ្វើអ្វីដោយឲ្យពួកគាត់ធ្វើការពិភាក្សាគ្នាដើម្បីរកចម្លើយអំពីតើត្រូវរៀបគម្រោងដូចម្ដេចដើម្បី
ធ្វើការសង្កេតខួរក្បាលរបស់មាន់បានហើយពួកគាត់នឹងត្រូវបដូរតួនាទីគ្នាដំបូងគឺជាអ្នកធ្វើបទសម្ភាសន៍ហើយម្នាក់ទៀតជាអ្នកត្រូវបានគេសម្ភាសន៍និងម្នាក់ទៀតជាអ្នកកត់ត្រាអញ្ចឹងនៅជុំទី1នេះគឺគាត់ចាប់ដើមធ្វើការសម្ភាសន៍ដោយមានអ្នកធ្វើបទសម្ភាសន៍ជាអ្នកសួរសំណួរអ្នកត្រូវបានគេសម្ភាសន៍ជាអ្នកឆ្លើយសំណួរនិងអ្នកកត់ត្រាចា៎អញ្ចឹងនេះគឺជាជុំទី1 step ទី1ចា៎អញ្ចឹងគឺកូនសិស្សដែលមានតួនាទីជាអ្នកធ្វើបទសម្ភាសន៍គាត់ធ្វើការសួរសំណួរតើត្រូវធ្វើដូចម្ដេចដើម្បីរៀបគម្រោងក្នុងការសង្កេតខួរក្បាលសត្វមាន់បានចា៎ហើយអ្នកចាំឆ្លើយគឺជាអ្នកដែលត្រូវបានគេសម្ភាសន៍ហ្នឹងគឺចាំតែឆ្លើយទេហើយអ្នកកត់ត្រាគឺចាំកត់ត្រាដោយឡែកក្រុមនេះគឺមានសមាជិក4នាក់ដោយដែលខ្ញុំបានរៀបរាប់ពីខាងដើមករណីដែលកូនសិស្សនៅសល់ម្នាក់អញ្ចឹងគឺយើងបញ្ចូលគាត់ទៅជាសមាជិក4នាក់ចោះដោយឲ្យ2នាក់គឺដើរតួនាទីអីមួយអញ្ចឹងទៅចា៎អញ្ចឹងគឺកូនសិស្សគាត់បានបញ្ចេញមតិនៅពេលដែលមានអ្នកសួរគាត់បានបញ្ចេញមតិយោបល់អីដែលគាត់ដឹងចែករំលែកទៅកាន់អ្នកផ្សេងទៀតអញ្ចឹងគឺខ្ញុំបានឲ្យពួកគាត់ធ្វើការផ្លាស់ប្ដូរតួនាទីគ្នាបន្ទាប់ពីចប់ជុំទី1ចាអញ្ចឹងជុំទី2នេះគឺគាត់ប្ដូរតួនាទីហើយអ្នកដែលធ្លាប់ធ្វើជាអ្នកកត់ត្រាទៅធ្វើជាអ្នកត្រូវបានគេសម្ភាសន៍ម្ដងហើយដូរតតាមនឹងទៅចាអញ្ចឹងគឺគាត់ដូរតួនាទីគ្នាចូលមកដល់ជុំទី2នេះគឺម្នាក់គឺគាត់ទទួលបានតួនាទី2ហើយគឺជាអ្នកសម្ភាសន៍ឬក៏ជាអ្នកត្រូវបានគេសម្ភាសន៍ឬក៏ជាអ្នកកត់ត្រាឬក៏ជាអ្នកសម្ភាសន៍អញ្ចឹងទៅចាដោយឡែកនៅក្នុងក្រុមនេះគឺគាត់មានសមាជិក4នាក់គាត់ធ្វើតាមហ្នឹងចាហើយកូនសិស្សដែលជាអ្នកកត់ត្រាគាត់ធ្វើការកត់ត្រានៅអ្វីដែលអ្នកត្រូវបានគេសម្ភាសន៍ហ្នឹងគាត់ឆ្លើយអញ្ចឹងគាត់មានតួនាទីតែមួយគឺកត់ត្រាចាអ្នកកត់ត្រាគឺចាំតែកត់ត្រាទេហើយដល់ពេលអ្នកដែលត្រូវបានគេសម្ភាសន៍ហ្នឹងគឺចាំតែឆ្លើយហើយដល់ពេលអ្នកសម្ភាសន៍គឺចាំតែសួរចាអញ្ចឹងគឺយើងប្រើនៅយុទ្ធវិធីមួយនេះគឺឲ្យកូនសិស្សជួបប្រទះនៅបទពិសោធន៍គឺជាអ្នកសម្ភាសន៍ជាអ្នកត្រូវបានគេសម្ភាសន៍ក៏ដូចជាអ្នកកត់ត្រាផងដែរចាអញ្ចឹងបន្ទាប់ពីចប់ពីជុំទី2គឺខ្ញុំបានឲ្យគាត់បដូរទៅជុំទី3ដោយធ្វើការបដូរតួនាទីដែលចុងក្រោយនេះគឺកូនសិស្សនៅក្នុងក្រុមម្នាក់គឺគាត់បានដើរតួនាទីគ្រប់សពអស់ហើយគឺទាំង3គឺជាអ្នកកត់ត្រាអ្នកត្រូវបានគេសម្ភាសន៍និងអ្នកសម្ភាសន៍គេចាប្រធានបទគឺនៅដដែលអំពីការរៀបចំគម្រោងដើម្បីវះកាត់ខួរក្បាលមាន់នៅសប្តាហ៍ក្រោយចាអញ្ចឹងយើងសង្កេតឃើញថាកូនសិស្សដែលចាំតែឆ្លើយសំណួរដែលត្រូវបានគេសម្ភាសន៍ណាគាត់មានការសប្បាយរីករាយមែនទែនដោយសារតែគាត់បានបញ្ចេញមតិអីដែលគាត់គិតដល់អញ្ចឹងគាត់បានឆ្លើយសំណួរដែលអ្នកសម្ភាសន៍សួរចាអញ្ចឹងបន្ទាប់ពីកូនសិស្សគាត់បានដើរតួនាទីគ្រប់3តួនាទីហើយគឺខ្ញុំបានហៅកូនសិស្សស្ម័គ្រចិត្តចាក្រុមហ្នឹងគឺឲ្យគាត់ឡើងមកបង្ហាញពីអ្វីដែលគាត់បានពិភាក្សាគ្នាបានដូរតួនាទីគ្នាជាអ្នកសម្ភាសន៍អ្នកត្រូវបានគេសម្ភាសន៍និងអ្នកកត់ត្រាអំពីការរៀបចំពិសោធន៍សង្កេតខួរក្បាលមាន់ចាអញ្ចឹងគឺពួកគាត់បានធ្វើការរាយការណ៍អំពីអីដែលពួកគាត់បានពិភាក្សាចាអញ្ចឹងគឺក្រុមនេះគឺគាត់បានឡើងហើយហើយខ្ញុំក៏បានហៅមួយក្រុមទៀតដែរដើម្បីធ្វើការចែករំលែកអំពីចម្លើយរបស់ពួកគាត់ក៏ដូចជាកំណត់ត្រារបស់ពួកគាត់ដែលគាត់បានកត់ចូលទៅក្នុងសៀវភៅផងដែរចាអញ្ចឹងក្រោយពីក្រុមទាំងពីរបានធ្វើការចែករំលែកហើយគឺខ្ញុំក៏បានប្រាប់ការងារទៅកាន់ពួកគាត់ថាឲ្យត្រៀមអីដែលពួកគាត់បានសរសេរនៅក្នុង report របស់ពួកគាត់ថាគាត់ត្រៀមសម្ភារៈអីគេខ្លះត្រូវធ្វើអីគេខ្លះមើលវីដេអូការសង្កេតខួរក្បាលមាន់មុនឲ្យហើយត្រូវរៀបចំពីដំណើរការក៏ដូចជាត្រៀមសំណួរសម្រាប់យើងទៅវះកាត់ខួរក្បាលសត្វមាន់នៅពេលក្រោយទៀតចាអញ្ចឹងសកម្មភាពមួយនេះគឺបង្ហាញអំពីសកម្មភាពដែលខ្ញុំប្រើយុទ្ធវិធី3 step interview ចាយ៉ាងម៉េចដែរលោកគ្រូអ្នកគ្រូក្រោយពីបានទស្សនានៅសកម្មភាពរបស់កូនសិស្សនាងខ្ញុំនៅក្នុងថ្នាក់រៀនដែលខ្ញុំប្រើនៅយុទ្ធវិធី3 step interview នេះអញ្ចឹងខ្ញុំសង្ឃឹមថា
វីដេអូឃ្លីបមួយនេះគឺផ្ដល់អត្ថប្រយោជន៍ដល់លោកគ្រូអ្នកគ្រូអញ្ចឹងប្រសិនបើយើងនិយាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់នៅយុទ្ធវិធី 3 step interview នេះគឺមានច្រើនណាស់ដូចជាទី1គឺកូនសិស្សនឹងអភិវឌ្ឍនៅបំណិននិយាយហេតុអីបានជាខ្ញុំនិយាយថាកូនសិស្សអភិវឌ្ឍនៅបំណិននិយាយដោយសារតែអ្នកដែលត្រូវបានគេសម្ភាសន៍ហ្នឹងគឺគាត់នឹងស្ដាប់សំណួរហើយគាត់នឹងឆ្លើយអញ្ចឹងគឺកូនសិស្សគឺអភិវឌ្ឍនៅបំណិននិយាយដោយការឆ្លើយសំណួរដោយការសួរសំណួរអញ្ចឹង 3 step interview នេះគឺជួយឲ្យកូនសិស្សបានបដូរតួនាទីគ្នាជាអ្នកសម្ភាសន៍អ្នកត្រូវបានគេសម្ភាសន៍និងអ្នកកត់ត្រាគឺឲ្យគាត់ទទួលនៅអារម្មណ៍ថាតើត្រូវបានគេសម្ភាសន៍មានអារម្មណ៍ម៉េចចាជាអ្នកសម្ភាសន៍គេមានអារម្មណ៍ម៉េចនិងជាអ្នកកត់ត្រាមានអារម្មណ៍យ៉ាងដូចម្ដេចចាលោកគ្រូអ្នកគ្រូគឺវីដេអូដែលបង្ហាញអំពីយុទ្ធវិធី 3 step interview របស់នាងខ្ញុំនៅពេលនេះក៏បានមកដល់ទីបញ្ចប់ដែរខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូគឺបានស្វែងយល់ច្រើនអំពីវីដេអូមួយនេះនាងខ្ញុំសូមអរគុណនិងសូមគោរពលា